ជំរាបសួរអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំបាទសីហាដែលនឹងនិយាយអំពីបញ្ហាការយល់ច្រឡំដែលភាគច្រើនបណ្ដាលមកពីការខ្វះការស្វែងយល់ពីគ្នាដោយតែអ្នកបានឃើញនៅក្នុងវីដេអូនេះបរិសម្នាក់នេះមិនអាចមើលឃើញថាមានសត្វពស់កំពុងរកចិត្តស្ត្រីដែលនៅខាងក្រោមនោះទេចំណែកឯស្ត្រីម្នាក់នេះក៏គាត់មិនអាចមើលឃើញថាបរិសនៅខាងលើកំពុងត្រូវថ្មសង្កត់លើរាងកាយរបស់គាត់ក្នុងចិត្តបរិសម្នាក់នេះគាត់គិតថាហេតុអ្វីបានស្ត្រីម្នាក់នេះមិនខំប្រឹងប្រើកម្លាំងតោងមកលើខណៈពេលដែលស្ត្រីម្នាក់នេះគាត់គិតថាគាត់ជាបរិសសោះហេតុអ្វីមិនបញ្ចេញកម្លាំងទាញឲ្យខ្លាំងជាងនេះថែមទៀតរឿងនេះបង្ហាញឲ្យយើងដឹងថាសម្ពាធនិងបញ្ហាដែលមនុស្សម្នាក់កំពុងប្រឈមមិនមែនគ្រប់គ្នាអាចមើលឃើញនិងដឹងបាននោះទេដូចគ្នានេះដែរភាពលំបាកដែលយើងកំពុងឆ្លងកាត់ក៏អាចមិនមាននរណាម្នាក់បានដឹងដែរដូច្នេះកុំទុកឲ្យការយល់ច្រឡំមកបំផ្លាញទំនាក់ទំនងរបស់អ្នកមិនថាអ្នកស្ថិតក្នុងទំនាក់ទំនងប្រភេទណាក៏ដោយប្រសិនបើអ្នកកំពុងជួបស្ថានភាពបែបនេះសូមបើកចិត្តឲ្យទូលាយពិភាក្សានិងស្ដាប់គ្នាដោយស្មោះត្រង់ការយល់ចិត្តនិងការប្រស្រ័យទាក់ទងល្អគឺជាគន្លឹះដ៏សំខាន់ក្នុងការធ្វើឲ្យទំនាក់ទំនងមានស្ថិរភាពនិងកាន់តែរឹងមាំ